ก็เรื่องง่ายๆដើម្បីសន្សំប្រាក់បានលឿននិងមានប្រសិទ្ធភាពនៅក្នុងសម័យបច្ចុប្បន្នការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនគឺជារឿងសំខាន់បំផុតសម្រាប់ស្ថិរភាពនិងភាពរុងរឿងនាពេលអនាគតការសន្សំប្រាក់មិនត្រឹមតែជួយឲ្យអ្នកសម្រេចបាននូវគោលដៅហិរញ្ញវត្ថុធំៗដូចជាការទិញផ្ទះការអប់រំកូនឬការចូលនិវត្តន៍តែវាក៏ផ្ដល់នូវសុវត្ថិភាពហិរញ្ញវត្ថុក្នុងគ្រាអាសន្នផងដែរប្រសិនបើអ្នកចង់សន្សំប្រាក់ឲ្យបានលឿននិងមានប្រសិទ្ធភាពចូរអនុវត្តតាមគន្លឹះលម្អិតដូចខាងក្រោម 1. កំណត់គោលដៅសន្សំប្រាក់របស់អ្នកឲ្យច្បាស់លាស់និងអាចវាស់វែងបានការចាប់ផ្ដើមសន្សំប្រាក់ដោយគ្មានគោលដៅច្បាស់លាស់គឺដូចជាការធ្វើដំណើរដោយគ្មានទិសដៅអញ្ចឹងដែរគោលដៅជាក់លាក់អាចជំរុញទឹកចិត្តអ្នកបានជំនួសឲ្យការនិយាយថាខ្ញុំចង់សន្សំប្រាក់សូមកំណត់គោលដៅដែលលម្អិតនិងអាចវាស់វែងបានឧទាហរណ៍គោលដៅរយៈពេលខ្លី1ទៅ6ខែខ្ញុំចង់សន្សំ$500ក្នុងរយៈពេល3ខែដើម្បីទិញកុំព្យូទ័រយួរដៃថ្មីគោលដៅរយៈពេលមធ្យម6ខែដល់3ឆ្នាំខ្ញុំចង់សន្សំ$5,000ក្នុងរយៈពេល1ឆ្នាំដើម្បីបង់រំលោះផ្ទះដំបូងគោលដៅរយៈពេលវែង3ឆ្នាំឡើងទៅខ្ញុំចង់សន្សំ$20,000ក្នុងរយៈពេល5ឆ្នាំសម្រាប់ប្រាក់សិក្សារបស់កូននៅពេលដែលអ្នកកំណត់គោលដៅបែបនេះអ្នកនឹងដឹងថាអ្នកត្រូវសន្សំប៉ុន្មានក្នុងមួយខែដើម្បីសម្រេចបានវាការមានការលើកទឹកចិត្តជាប្រចាំគឺជាកត្តាសំខាន់ដើម្បីជោគជ័យ 2. តាមដានចំណូលនិងចំណាយរបស់អ្នកកាត់បន្ថយការចំណាយឬបង្កើនការសន្សំបានអ្នកត្រូវតែយល់ដឹងពីលំហូរប្រាក់របស់អ្នកជាមុនសិនតើប្រាក់ចំណូលរបស់អ្នកមកពីណាខ្លះហើយប្រាក់របស់អ្នកទៅណាប្រើឧបករណ៍តាមដានអ្នកអាចប្រើកម្មវិធីទូរស័ព្ទសម្រាប់គ្រប់គ្រងថវិកាដូចជា Mint You Need a Budget YNAB ឬ Spendy កម្មវិធី Spreadsheet ដូចជា Google Sheet ឬ Microsoft Excel ឬស្បីតែសៀវភៅកត់ត្រាធម្មតាផងដែរកត់ត្រារាល់ការចំណាយកត់ត្រាគ្រប់ការចំណាយទាំងអស់ទោះតិចតួចប៉ុណ្ណាក៏ដូចជាថ្លៃកាហ្វេថ្លៃធ្វើដំណើរឬថ្លៃអាហារសម្រន់នៅចុងខែអ្នកនឹងភ្ញាក់ផ្អើលនៅពេលឃើញថាតើប្រាក់ជាច្រើនបានបាត់បង់ទៅលើរឿងតូចតាចទាំងនោះឡើយកំណត់ប្រភេទចំណាយចែកចំណាយរបស់អ្នកជាក្រុមៗដូចជាម្ហូបអាហារការដឹកជញ្ជូនការកម្សាន្តថ្លៃផ្ទះការធ្វើបែបនេះនឹងជួយឲ្យអ្នកដឹងថាផ្នែកណាដែលអ្នកចំណាយច្រើនបំផុត 3. បង្កើតថវិកាប្រចាំខែនិងប្រកាន់ខ្ជាប់វាការបង្កើតថវិកាគឺជាផែនទីបង្ហាញផ្លូវហិរញ្ញវត្ថុរបស់អ្នកវាជួយឲ្យអ្នកនឹងការសម្រេចចិត្តប្រកបដោយការរកទ្រត្រូវអំពីរបៀបដែលអ្នកនឹងចំណាយប្រាក់របស់អ្នកច្បាប់50-30 Maxim នេះគឺជាវិធីសាស្ត្រមួយដែលពេញនិយមងាយនឹងអនុវត្ត50សម្រាប់តម្រូវការ needs គឺជាចំណាយចាំបាច់ដែលអ្នកមិនអាចរស់នៅបានដោយគ្មានពួកគេឧទាហរណ៍ថ្លៃជួលផ្ទះឬបង់រំលោះផ្ទះថ្លៃអាហារថ្លៃទឹកភ្លើងទូរស័ព្ទនិងការដឹកជញ្ជូន30សម្រាប់ចំណង់ wants គឺជាចំណាយដែលធ្វើឲ្យជីវិតរបស់អ្នកកាន់តែរីករាយប៉ុន្តែមិនមែនជាតម្រូវការចាំបាច់ទេឧទាហរណ៍ដូចជាការញ៉ាំអាហារក្រៅការទិញសម្លៀកបំពាក់ថ្មីការកម្សាន្តនិងការជាវសេវាកម្មកម្សាន្ត20សម្រាប់សន្សំនិងសងបំណុល savings and debt repayment ប្រើប្រាក់នេះដើម្បីសន្សំសម្រាប់គោលដៅនិងសងបំណុលដែលមានការប្រាក់ខ្ពស់កំណត់តម្លៃចំណាយសម្រាប់ប្រភេទចំណាយនីមួយៗសួមកំណត់ចំនួនប្រាក់ដែលអ្នកអាចចំណាយបានក្នុងមួយខែ 4. កាត់បន្ថយការចំណាយមិនចាំបាច់និងស្វែងរកជម្រើសសន្សំសំចៃនៅពេលដែលអ្នកបានតាមដាននិងបង្កើតថវិការបស់អ្នកនឹងឃើញចំណាយជាច្រើនដែលអ្នកអាចកាត់បន្ថយឬលុបបំបាត់ចោលកាត់បន្ថយការញ៉ាំអាហារក្រៅការញ៉ាំអាហារក្រៅអាចថ្លៃជាងការចម្អិនឲ្យខុនផ្ទះជាច្រើនដងព្យាយាមរៀបចំអាហារសម្រាប់បរិភោគនៅផ្ទះឬយកទៅធ្វើការនេះនឹងសន្សំប្រាក់បានច្រើនពិនិត្យការជាវសេវាកម្មតែអ្នកនៅបង់ប្រាក់សម្រាប់ការជាវសេវាកម្មទូរទស្សន៍ខ្សែកាបកម្មវិធី streaming ឬក្លឹបហាត់ប្រាណលុបចោលដើម្បីសន្សំប្រាក់កាត់បន្ថយចំណាយលើកាហ្វេនិងភេសជ្ជៈការទិញកាហ្វេមួយកែវជារៀងរាល់ថ្ងៃអាចបូកបញ្ចូលគ្នាទៅជាចំនួនច្រើនជាយាមឈុំកាហ្វេនៅផ្ទះឬកាត់បន្ថយការទិញប្រៀបធៀបតម្លៃមុននឹងទិញរបស់ធំឬសេវាកម្មណាមួយសួមប្រៀបធៀបតម្លៃពីហាងផ្សេងៗគ្នាកាត់បន្ថយការប្រើប្រាស់ថាមពលបិទភ្លើងបិទម៉ាស៊ីនត្រជាក់នៅពេលមិនប្រើនេះគឺអាចកាត់បន្ថយពិសនីរបស់អ្នកជួសជុលរបស់របរជំនួសឲ្យទិញថ្មីមុននឹងទិញរបស់ថ្មីពិចារណាថាតើអ្នកអាចជួសជុលរបស់ចាស់បានដែរឬទេ 6. កំណត់ការសន្សំស្វ័យប្រវត្តិនេះគឺជាគន្លឹះមួយដែលមានប្រសិទ្ធភាពជាងគេបំផុតនៅពេលដែលអ្នកបានប្រាក់ខែភ្លាម
សូមកำหนดការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិមួយចំនួនឧទាហរណ៍ដល់200ឬ20%នៃប្រាក់ខែទៅកាន់គណនីសន្សំដាច់ឡែកមួយបងប្រាក់ឲ្យខ្លួនឯងមុនគេគណនីដាច់ឡែកការមានគណនីសន្សំដាច់ឡែកពីគណនីចំណាយធម្មតានឹងជួយឲ្យអ្នកមិនងាយនឹងដកប្រាក់មកប្រើប្រាស់ដោយមិនចាំបាច់នោះទេ7ស្វែងរកមធ្យោបាយបង្កើនចំណូលបន្ថែមការកាត់បន្ថយចំណាយគឺសំខាន់ប៉ុន្តែការបង្កើនចំណូលក៏អាចជួយឲ្យអ្នកសន្សំបានលឿនផងដែរការងារក្រៅម៉ោង Side Hustle ពិចារណាធ្វើការងារក្រៅម៉ោងដូចជាបង្រៀនឯកទេសបើកបរឲ្យក្រុមហ៊ុនដឹកជញ្ជូនដូចជា Grab ឬ Food Panda ធ្វើការឯករាជ្យតាមអនឡាញដូចជាការបកប្រែការរចនា graphic ឬការសរសេរពិនិត្យមើលរបស់របរនៅក្នុងផ្ទះរបស់អ្នកដែលអ្នកលែងយើងប្រើប្រាស់ដូចជាសម្លៀកបំពាក់គ្រឿងសង្កហៈសៀវភៅឬអេឡិចត្រូនិកអ្នកអាចលក់វាតាមទីផ្សារអនឡាញឬហាងលក់ទំនិញជជុះបង្កើនជំនាញបណ្ដាក់ទុនលើខ្លួនឯងដោយការរៀនជំនាញថ្មីដែលអាចជួយឲ្យអ្នកទទួលបានប្រាក់ខែខ្ពស់ឬឱកាសការងារល្អៗវិនិយោគនៅពេលដែលអ្នកមានប្រាក់សន្សំគ្រាអាសន្នគ្រប់គ្រាន់អ្នកអាចពិចារណាលើការវិនិយោគសិក្សាពីជម្រើសវិនិយោគផ្សេងៗគ្នាដូចជាភាគហ៊ុនមូលកបំណុលឬអចលនទ្រព្យតែត្រឹមថាការវិនិយោគមានហានិភ័យដូច្នេះត្រូវសិក្សាឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត8បង្កើតប្រាក់បម្រុងគ្រាអាសន្ននេះគឺជាគោលដៅហិរញ្ញវត្ថុដ៏សំខាន់បំផុតមួយប្រាក់បម្រុងគ្រាអាសន្នគឺជាប្រាក់ដែលអ្នកសន្សំទុកដើម្បីដោះស្រាយបញ្ហាដែលមិនបានរំពឹងទុកដូចជាការបាត់បង់ការងារការឈឺចាប់ធ្ងន់ធ្ងរគ្រោះថ្នាក់ចរាចរណ៍ឬការជួសជុលផ្ទះដែលខូចគោលដៅគូមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយប្រចាំខែរបស់អ្នកយ៉ាងហោចណាស់3ទៅ6ខែអ្នកខ្លះណែនាំឲ្យមានដល់ទៅ12ខែដាក់នៅកន្លែងដែលងាយដកទុកប្រាក់នេះនៅក្នុងគណនីសន្សំដែលមានអត្រាការប្រាក់ខ្ពស់ដែលអាចដកបាននៅពេលចាំបាច់ប៉ុន្តែមិនងាយនឹងដកមកប្រើប្រាស់ដោយមិនចាំបាច់នោះទេ9គ្រប់គ្រងបំណុលដោយប្រាជ្ញាបំណុលពិសេសបំណុលដែលមានអត្រាការប្រាក់ខ្ពស់ដូចជាបំណុលការ credit អាចបំផ្លាញសមត្ថភាពក្នុងការសន្សំប្រាក់របស់អ្នកយ៉ាងឆាប់រហ័សសងបំណុលដែលមានអត្រាការប្រាក់ខ្ពស់ជាមុនសិនផ្ដោតទៅលើការសងបំណុលដែលមានអត្រាការប្រាក់ខ្ពស់បំផុតជាមុនសិននៅពេលដែលបំណុលនោះបានសងអស់អ្នកនឹងមានប្រាក់កាន់តែច្រើនដើម្បីសន្សំជៀសវាងការខ្ចីប្រាក់សម្រាប់របស់របរដែលមិនចាំបាច់ប្រសិនបើអ្នកអាចរងចាំនិងសន្សំប្រាក់ដើម្បីទិញរបស់អ្វីមួយជាសាច់ប្រាក់វិញវាគឺជាជម្រើសល្អបំផុត9ពិនិត្យនិងកែសម្រួលថវិការបស់អ្នកជាប្រចាំថវិការបស់អ្នកមិនមែនជារឿងដែលកំណត់ហើយមិនអាចផ្លាស់ប្ដូរបាននោះទេជីវិតរបស់អ្នកអាចនឹងមានការផ្លាស់ប្ដូរដូចជាការផ្លាស់ប្ដូរប្រាក់ខែការផ្លាស់ប្ដូរមុខរបរឬការផ្លាស់ប្ដូរស្ថានភាពគ្រួសារធ្វើបានបច្ចុប្បន្នភាពរៀងរាល់ខែពិនិត្យមើលថវិការបស់អ្នករៀងរាល់ខែដើម្បីមើលថាតើវាដំណើរការល្អកម្រិតណាកែសម្រួលតាមតម្រូវការប្រសិនបើមានការផ្លាស់ប្ដូរណាមួយនៅក្នុងជីវិតរបស់អ្នកសូមកែសម្រួលថវិការបស់អ្នកតាមស្ថានភាពបច្ចុប្បន្នវិញឧទាហរណ៍ប្រសិនបើអ្នកទទួលបានប្រាក់ខែឡើងសូមបង្កើនចំនួនប្រាក់ដែលអ្នកសន្សំ10ប្រើប្រាស់ប្រាក់រង្វាន់ឲ្យមានប្រសិទ្ធភាពនៅពេលដែលអ្នកទទួលបានប្រាក់រង្វាន់ប្រាក់សំណងឬប្រាក់ចំណូលបន្ថែមដែលមិនបានរំពឹងទុកសូមកុំចាយវាទាំងអស់បែងចែកដើម្បីសន្សំព្យាយាមសន្សំយ៉ាងហោចណាស់ 50% នៃប្រាក់រង្វាន់នោះប្រាក់ដែលនៅសល់អ្នកអាចប្រើប្រាក់ដើម្បីសងបំណុលឬទិញរបស់ដែលអ្នកចង់បានជៀសវាងការកើនឡើងការចំណាយ lifestyle creep នៅពេលដែលប្រាក់ចំណូលរបស់អ្នកកើនឡើងសូមប្រយ័ត្នកុំឲ្យការចំណាយរបស់អ្នកកើនឡើងតាមនោះឡើយព្យាយាមរក្សាទម្លាប់ចំណាយចាស់របស់អ្នកនិងសន្សំប្រាក់ដែលកើនឡើងនោះការសន្សំប្រាក់មិនមែនជាការងារមួយថ្ងៃនោះទេតែវាជាដំណើរដែលទាមទារវិន័យការអត់ធ្មត់និងការបដិញ្ញាចិត្តខ្ពស់ដោយការអនុវត្តទាំងនេះអ្នកនឹងអាចកសាងទម្លាប់ល្អៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឆ្ពោះទៅរកស្ថិរភាពនិងសម្រេចបាននូវក្តីសុបិនហិរញ្ញវត្ថុរបស់អ្នកចាប់ផ្ដើមថ្ងៃនេះហើយអ្នកនឹងឃើញពីភាពខុសគ្នានៅពេលអនាគត